hạt đây bản dương miên bánh hạt đo bảo pú hai miên khanh kra nơi cái lại rồi vùng chữ kết đang đại dương ở sâu miên nhằm ấy ra thì chẳng dương mà mơ pi mùi hạt cô từng ở khía rồi ấy ca đại dương miên bánh hạt bảo pú nó cứ viên mình tệ to nâng ca nhằm tao một bên này tao khía thì mùi cứ phép stress bây giờ này tao khía stress khăn pê mình thay dương stress bị ca nghe rồi mùi có stress bị ca và ở hai ca hạt rắn môn khăn pê đấy cứ biết thua ở riêng ca dương phải cho nhỏ ở môn stress nó trên máu chán viên miên phao thua ở riêng ca dương rồi tập xong khăn tục haiជាពិសេសគឺវាផ្សំខ្លាញ់នៅតាមរង្វង់ចង្កេះរបស់យើងហ្នឹងឯងដែលធ្វើឲ្យអ្នកនរគ្នាមានខ្លាញ់ក្បត់ពោះរឹតតែក្រាស់ទី2គឺតកតងនឹងការដែលយើងញ៉ាំអាហារដែលវាមានជាតិស្ករឬមួយជាម្សៅខ្ពស់ដោយយើងអត់ដឹងខ្លួនពេលខ្លះអ្នកខ្លះក៏អត់ហ៊ានញ៉ាំអីផ្ដេសផ្ដាស់ទេអត់មានញ៉ាំភេសជ្ជៈផ្អែមអត់មានអីទេប៉ុន្តែញ៉ាំបាយច្រើនហើយពេលខ្លះទៅញ៉ាំផ្លែឈើច្រើនខ្លាំងពេកធ្វើឲ្យរាងកាយយើងវាបានទទួលជាតិស្ករដែលលើសពីតម្រូវការរបស់រាងកាយរបស់យើងក៏អាចធ្វើឲ្យយើងមានបញ្ហាដុសក្បត់ពោះបានដូចគ្នាទី3គឺការដែលយើងពិបាកនៅក្នុងការបដូរបង់អ្នកខ្លះគឺ4ថ្ងៃ5ថ្ងៃមួយអាទិត្យអីបានបដូរបង់ម្ដងអាហ្នឹងហើយក៏ជាមូលហេតុមួយដែលធ្វើឲ្យយើងមានក្បាលពោះប៉ោងហើយមានខ្លាញ់ផ្សំនៅកន្លែងក្បាលពោះដូចគ្នាទី4គឺការដែលយើងសម្រាប់ឲ្យបានគ្រប់គ្រាន់ពេលដែលអ្នកទាំងអស់គ្នាសម្រាប់ឲ្យបានគ្រប់គ្រាន់ណាយើងសង្កេតមើលយើងអត់សូវមានកម្លាំងហើយយើងឃ្លានចង់ញ៉ាំតែរបស់ផ្អែមហើយពេលខ្លះទៅយើងអត់មានញ៉ាំអីក៏ដោយក៏នឹងធ្វើឲ្យអ្នកទាំងអស់គ្នា stress ដល់អត់ដឹងខ្លួនក៏ជាមូលហេតុមួយដែលធ្វើឲ្យយើងមានខ្លាញ់ផ្សំនៅកន្លែងក្បាលពោះដូចគ្នានិងទី5អ្នកដែលគាត់ចូលចិត្តញ៉ាំគ្រឿងស្រវឹងអត់ញ៉ាំរបស់ផ្អែមទេប៉ុន្តែញ៉ាំគ្រឿងស្រវឹងញឹកញាប់អាហ្នឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាដុសខ្លាញ់ក្បាលពោះដែរអញ្ចឹងបើសិនជាអ្នកដែលកំពុងតែមានបញ្ហារឿងការដុសខ្លាញ់ក្បាលពោះហើយមានខ្លាញ់កន្លែងរង្វង់ចង្កេះក្រាស់សាកមើលថានៅក្នុង5ចំណុចហ្នឹងអ្នកទាំងអស់គ្នាមានអត់